ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកផ្លែអារម្មណ៍ជើងបងប្អូនគឺមកស្ងោអឺសាច់ជ្រូកកញ្ច្រាំបងប្អូនជាមួយនឹងការ៉ុតនិងបន្លែធម្មជាតិរបស់យើងបងប្អូនទាំងអស់គ្នាហើយនេះគឺជាតឡាចទេបងប្អូនខ្ញុំស្លមកកង់ទុកមកកង់ហើយកុំដឹងធ្វើអីក៏គិតថាស្ងោវាទឹកហត់ក្តៅក្តៅបងប្អូនទាំងអស់គ្នាក្តៅសាយអញ្ចឹងជាមួយនឹងស្លឹកបាសធម្មជាតិរបស់យើងបងប្អូនទាំងអស់គ្នាស្លឹកបាសនេះគឺបាសបេះគ្រាប់វាបោះចោលណាបងប្អូនអាទុំហ្នឹងវាដុះហើយស្លអត់ទៅធ្លាក់ភ្លៀងបងប្អូនយកទៅអស់ទេបងប្អូនទាំងគ្នាបន្លែធម្មជាតិជាងនឹងហើយតឡាចនេះក៏តឡាចស្រែដែរបងប្អូនទាំងគ្នាខ្ញុំទិញអ៊ំស្រីម្នាក់គាត់នៅក្បែរសាលារៀនកូនខ្ញុំហ្នឹងគាត់ដាំលក់បងប្អូនទាំងគ្នាមកផ្លែតែ2000រៀលទេបងប្អូនហើយតឡាចគាត់គឺខ្ចីឡើងផ្អែមហ្មងបងប្អូនទាំងគ្នានេះតឡាចហ្នឹងមកកង់ស្លមកជូរគ្រឿងបងប្អូនទាំងគ្នាហើយមកកង់នេះនៅសល់នៅក្នុងទូទឹកកកគាត់នៅឃើញយកមកស្ងោរទៅបងប្អូនហើយយើងកាត់វាជាកង់បងប្អូនចំពោះតឡាចបងប្អូនកាត់ម៉ូតមិនកំផាន់ទេបងប្អូនតាមចំណងចំណូលចិត្តរបស់យើងអញ្ចឹងបងប្អូនទាំងគ្នាហើយនិយាយថាតឡាចហ្នឹងស្លអីក៏ត្រូវឆាមិនក៏ឆ្ងាញ់បងប្អូនប៉ុន្តែនេះយើងយកមកស្ងោរវាបងប្អូនទាំងគ្នាដើម្បីបង្កើនរសជាតិវាអញ្ចឹងបងប្អូនហើយនេះអូយអែមមែនតើបងប្អូនទាំងគ្នានិយាយថាបន្លែធម្មជាតិសុទ្ធហ្មងហើយសាច់ជ្រូកក៏សាច់ជ្រូកស្រែយើងណាបងប្អូនទាំងគ្នាគឺជ្រូកលក្ខណៈគ្រួសារអញ្ចឹងបងប្អូនទាំងគ្នាខ្ញុំស្គាល់អ៊ំខ្ញុំនៅក្នុងផ្សារអញ្ចឹងយើងទិញបានសាច់បន្លែស្រស់ហើយរបស់ធម្មជាតិពិតបងប្អូនហើយការ៉ុតនេះគឺយើងទិញគេពីផ្សារដែរបងប្អូនគាត់ខ្ញុំប្រើតែមួយមើលមេបងប្អូនទាំងអស់គ្នាយើងដាក់យកពណ៌យកម៉ូតអីចឹងមើលទៅឃើញវាតំណងចង់ហូបអីចឹងបងប្អូនបងប្អូនទាំងអស់គ្នាយើងចិតវាជាកង់មកល្មមមកដាក់មកចូលមាត់យើងបងប្អូនទាំងអស់គ្នានេះយើងពុះវាយើងចិតវាឆាកម្ដុំហើយជាមួយម៉ាត់ហ្នឹងទៅបងប្អូនការ៉ុតនេះក៏ជំនួយភ្នែកដែរបងប្អូនទាំងអស់គ្នាតែកូនខ្ញុំអត់សូវចូលចិត្តហូបពេលដោយសារវាធំលេងខ្ពស់អីចឹងណាតែខ្ញុំចូលចិត្តហូបបងប្អូនទាំងអស់គ្នានេះយើងបន្ទាប់ពីយើងហាន់បន្លែហាន់អីហើយយើងធ្វើការកច្រាំសាច់បងប្អូនសាច់ហ្នឹងគឺយើងអត់កច្រាំទាំងអស់ឯងយើងដាក់តាមមួយផ្នែកហូបបងប្អូនទាំងគ្នាដាក់យកជាតិយកអីចឹងបងប្អូននេះយើងហាន់វាហើយយើងកច្រាំវាមកដល់បងប្អូនទាំងគ្នាហើយចំពោះស្បែកវាហ្នឹងគឺយើងជីវាចេញបងអូននេះអាស្បែកវាហ្នឹងស្បែកអាក្រាស់ហ្នឹងណាយើងហាន់វាចេញទៅទុកតែខ្លាញ់តិចបងប្អូនទាំងគ្នាដើម្បីយើងកច្រាំទៅគឺវាចូលជាតិគ្នាហើយវាឆ្ងាញ់វាទុនបន្លែយើងអញ្ចឹងបើយើងកច្រាំតែសាច់សុទ្ធក៏វាអត់សូវឆ្ងាញ់ដែរបងប្អូននេះបងប្អូនឃើញអត់យើងហាន់វាអញ្ចឹងមកទាំងខ្លាញ់ទាំងអីហ្នឹងមកហើយយើងហាន់វាឲ្យស្ដើងបងប្អូនអានេះបើយើងមានម៉ាស៊ីនកិនវាកាន់តែម៉ត់ល្អបងប្អូនទាំងគ្នាប៉ុន្តែមិនអីទេយើងកច្រាំក៏ម៉ត់ដែរបងប្អូនទាំងគ្នាបើយើងមានអីយើងធ្វើហ្នឹងតាមលទ្ធភាពរបស់យើងអញ្ចឹងបងប្អូននេះបន្ទាប់ពីយើងហាន់ហើយយើងធ្វើការកច្រាំវាបងប្អូនទាំងគ្នាចាំវាឲ្យម៉ត់ដាក់ប៉ាំងចឹងបងប្អូនទាំងគ្នាមកសន្ធូរក្រោយមកគឺម៉ត់ឡែវតែម្ដងបើយើងមកយើងមើលទឹកយើងគឺពុះល្មមបងប្អូនហើយយើងដាក់ការ៉ុតចូលមុនទៅដោយសារតែវាអត់ងាយផុយអញ្ចឹងបងប្អូនដាក់ការ៉ុតចូលរួចហើយយើងថែមស្ករអំបិលវាចេញតាមចំណង់ចំណូលចិត្តរបស់យើងមានដាក់រត់ដុំម្សៅស៊ុបខ្នុរមួយដុំទៅបងប្អូនដើម្បីបង្កើនរសជាតិហើយនេះសាច់យើងម៉ត់ហើយយើងដាក់ម្សៅស៊ុបបងប្អូនទាំងគ្នាជាមួយនឹងខ្ទឹមសយើងកច្រាំហ្នឹងវាចេញស្ករទឹកត្រីបន្តិចទៅយើងច្បល់វាដើម្បីឲ្យវាមានជាតិអញ្ចឹងច្បល់វាម៉ត់ចូលគ្នាបងប្អូនទាំងគ្នានេះបូរវាឲ្យចូលគ្នាយើងមកឲ្យស្មើសាច់ខ្លាចទៅជាលបាយមួយចូលចិត្តគ្នាអញ្ចឹងទៅហើយយើងបន្ទាប់ពីទឹកពុះយើងទៅមើលទឹកហើយយើងបង់អាសាច់មិញហ្នឹងបងប្អូនទាំងគ្នាសាច់ដែលយើងកច្រាំហើយហ្នឹងយើងបង់វាចូលមកយើងពូតវាដុំដូចប្រហិតអញ្ចឹងបងប្អូនដាក់ទៅពេលយើងញ៉ាំទៅចិច្ចចំសាច់គឺឆ្ងាញ់ខ្ញុំចូលចិត្តអញ្ចឹងបងប្អូនទាំងគ្នាបងប្អូនអាចធ្វើតាមខ្ញុំបានយើងដាក់ទៅគឺឆ្ងាញ់មែនតើបងប្អូននេះបងវាចូលផ្លុកទៅបងប្អូនឃើញអត់មើលទៅឡើងតំណងក្រត់ដូចលពៅចឹងពេលយើងបងវាចូលអស់ហើយអីហើយបងប្អូនទាំងគ្នាទុកឲ្យវាពុះហើយយើងដួសពុះខាងលើនេះចេញណាទុកឲ្យវាពុះមើលទៅវាពុះហើយយើងដាក់បន្លែយើងចូលតឡាចជាងហ្នឹងតឡាចយើងដាក់ក៏ឆាប់ផុយបងប្អូនតឡាចស្រីយើងមកងាស់តាមមួយផ្លែទៅគឺផុយហើយបងប្អូនចឹងមកខ្ញុំបងក្រើយសាច់ចឹងបងប្អូនតទៅពេលយើងដាក់តឡាចដាក់អីចូលបងប្អូនទាំងគ្នាយើងចាប់រសជាតិយើងមើលបងប្អូនខ្វះអីស្ទើរអីយើងថែមថយតាមហ្នឹងទៅបងប្អូនទាំងគ្នានេះបន្ទាប់ចុងក្រោយហ្នឹងគឺយើងបិទគេហើយយើងដាក់ស្លឹកបាសយើងចូលបងប្អូនដើម្បីទុកឲ្យស្លឹកបាសហ្នឹងវាមានសភាពនៅតែស្អាតនៅតែពណ៌ខៀវខ្ចីចឹងបងប្អូនទាំងគ្នាយើងបិទគេចាំយើងដាក់វាចូលបងប្អូនតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនទាំងគ្នាអាចញ៉ាំបានហើយបងប្អូនធានាថាឆ្ងាញ់លិតដៃតែម្ដងបងប្អូនទាំងគ្នាអូយខែនេះទៀតបងប្អូនបានហត់ទឹកស៊ុបក្តៅអញ្ចឹងទៅគឺថាឆ្ងាញ់ញាក់ហ្មងបងប្អូនទាំងគ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូ